ចាសួស្តីពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំលាងម៉ូតូដោយសារអីម៉ូតូខ្ញុំខានលាង4-5ថ្ងៃដែរខែនេះខែដីហុយចឹងទៅក៏ងាកលាងចឹងណាសពដងទៅលាងនៅកន្លែងហាងលាងម៉ូតូដល់ពេលដោយសារអីដោយសារយើងអត់លុយចឹងហើយយើងលាងនៅផ្ទះខ្លួនឯងទឹកទយោមានទឹកដូងមានចឹងលាងខ្លួនឯងចាដោយសារទេសភាពខេត្តនេះគឺវាល្ងិតឈឹងដូចខ្ញុំពីដើមមិញខ្ញុំនៅធ្វើការដល់ពេលដូចថាស្រុកទេសយើងចឹងទៅក៏យើងអត់មានចំណូលអីដែរបើសិនជាខ្ញុំបើកកន្លែងហាងលាងម៉ូតូហ្នឹងមានអ្នកគ្រប់ត្រូលយកម៉ូតូមកលាងអត់ហ្នឹងប៉ុន្តែអ្នកលាងម៉ូតូនេះអត់ចេះលើកយន្តលម៉ូតូបានឈូយន្តល2ឯងលាងតែយន្តល1ឯងអញ្ចឹងហើយប្រហែលជាគ្មានអ្នកណាគេហ៊ានយកម៉ូតូមកលាងឯងខ្ញុំទៅលាងម៉ូតូកន្លែងគេអញ្ចឹងឯងខ្ញុំនិយាយរឿងមួយអឺគិតឃើញខ្ញុំលាងខ្ញុំយកម៉ូតូខ្ញុំទៅលាងនឹងឯងហើយដល់ពេលខ្ញុំយកទៅលាងទៅម៉ូតូខ្ញុំអត់ដែលលើកចំទាល់2ដោយសារខ្ញុំអត់ដឹងលើកបានអត់ហ៊ានលើកបើខ្ញុំលើកទៅខ្ញុំខ្លាចដួលត្រឡប់ត្រលិនអញ្ចឹងហើយខ្ញុំអត់ដែលលើកទេដល់ពេលខ្ញុំយកទៅលាងកន្លែងគាត់ណាគាត់ថាខ្ញុំថាំងណែចន្ទល់ម៉ូតូចន្ទល់2នេះណាវាគៀងហើយវាលេងចង់កើតហើយខ្ញុំថាំងណែដោយសារចន្ទល់នឹងដែលភ្លឿតកថាជិះម៉ូតូធ្វើអីបើជិះម៉ូតូមិនដែលចេះភ្លឿតចន្ទល់2ផងជិះធ្វើអីមិនទិញអាកូនទាមកជិះវិញមកហើយដល់ពេលហ្នឹងទៅខ្ញុំក៏រាំងអន់ខ្ញុំអន់ចិត្តដែរគាត់ថាឮគេថាអញ្ចឹងហើយខ្ញុំថាចុះមិនក៏ចេះជាងខ្ញុំនេះជិះឡើយលើកនេះគាត់ក៏ស្ងាត់មើលគាត់ឈុំនិយាយនេះមិញគាត់ថាឲ្យយើងថាបើសិនជាមិនចេះជិះអាម៉ូតូទ្រីមអាសង់នឹងទេឲ្យយើងទិញអាកូនទាមកជិះវិញមកហើយអាកូនទាហ្នឹងអត់លើកចន្ទល់2មែនអាកូនទាហ្នឹងលើកចន្ទល់2ដូចគ្នាសោះនិយាយមកអាងខ្លួនមានជាងគេឬមួយក៏និយាយមកមើងងាយគេដូចថាគេនឹងវាមិនចេះដល់ខ្លួននិយាយមកខ្ញុំអត់យល់ដែរដល់អញ្ចឹងគេជិះអីជិះទៅព្រោះអីគេទិញក៏ប្រាក់គេតើគេបងធនាគារក៏ប្រាក់គេតើគេមិនបានយកប្រាក់យើងមកទិញហើយក៏គេមិនបានយកប្រាក់យើងមកបងធនាគារដែរគេរោគេបងខ្លួនគេខ្ញុំឆ្ងល់ដែរនិយាយត្រឹមប៉ុណ្ណឹងបាន